Hello. Very first experience. This is so beautiful, huh? Nothing can beat your boat to holiday. I ever seen the sea, but now see I see the lake. You see the water so fresh. Only comment. បាទជំរាបសួរហើយនេះគឺជាគោលដៅធំដែលខ្ញុំជិះកង់នៅក្នុងថ្ងៃនេះពីថ្ងៃនេះគឺយើងប្រម៉ូទតំបន់នេះគឺអត់សូវមានអ្នកនៅក្នុងការស្គាល់ទេហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានឃើញវីដេអូរបស់ខ្ញុំនេះអ្នកទាំងអស់គ្នាចាប់ផ្ដើមមកលេងហើយទូកសហគមន៍បងតំបន់នេះគេហៅថាវាលផ្ទីចំពោះភាសាអ្នកស្រុកប៉ុន្តែជាបុអ្នកសាទៀតពេលខ្លះគាត់និយាយថាបារាយើងទៅពាក្យនេះតាមពិតវាមិនខុសទេប៉ុន្តែយើងចង់គោរពតាមពាក្យសម្ដីរបស់អ្នកស្រុកគេថាវាលផ្ទីគឺវាលផ្ទីហើយនៅកណ្ដាលវាលផ្ទីនេះគឺមានប្រាសាទមួយតាមពិតវាមិនមែនជាប្រាសាទទេប៉ុន្តែវាជាសំណង់គ្រឹះបុរាណមួយដែលមានពុទ្ធប្រក់នាគកម្ពស់ប្រហែលជា7 ម៉ែត្រដែលកសាងក្នុងសម័យអង្គរហើយបើយើងតាមវិភាគទៅលើចម្លាក់ក្បូរក្បាច់រចនាហ្នឹងគឺជាទម្រង់ពុទ្ធប្រក់នាគអញ្ចឹងប្រហែលជាក្នុងរាជបុព្វបាទទី7ហើយរូបនេះត្រូវបានធ្វើការជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ2021ដោយធ្វើការគុំរូបឡើងវិញហើយបន្ថែមថ្មថ្មីនៅបំណែកខ្លះដែលវាបែកបាក់ឬក៏បាត់បង់ហើយបច្ចុប្បន្នអាជ្ញាធរបានធ្វើការដាក់ទូកមួយដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីមកទស្សនាសំណង់គ្រឹះនេះយើងបានដាក់ទូកមួយនេះហើយទូកនេះជាទូទៅយើងអត់បានដាក់ដើម្បីគឺថាដេញថ្លៃឬក៏ដាក់សម្រាប់ជួលអីទេគឺសម្រាប់ភ្ញៀវដែលគាត់ចង់មកជិះលេងកម្សាន្តគាត់អាចជិះលេងកម្សាន្តបានអញ្ចឹងណាហើយយើងក៏យើងសំណូមពរដែរដល់ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនសូមមកជួយទស្សនានៅតំបន់ប្រាសាទបេងមាលានេះវាមិនមានត្រឹមតែជាបារាយណ៍ហ្នឹងទេវាមានទាំងសំណង់ប្រាសាទដូចនៅតំបន់នេះគេហៅប្រាសាទគងភ្លុកនៅផ្នែកខាងឆ្វេងដៃខ្ញុំនេះហើយនៅផ្នែកខាងមុខបន្តិចនោះគឺប្រាសាទជ្រៃហើយនៅផ្នែកខាងលិចគឺតំបន់ប្រាសាទបេងមាលាអរគុណបាទអរគុណច្រើននេះយើងទៅជួបជាមួយអ្នកជំនាញអញ្ចឹងស្ដាប់ទៅខ្វះក្បាយអរគុណច្រើនបងដែលបានជួយបកស្រាយហ្នឹងហើយសម្រាប់ការជិះកង់របស់ខ្ញុំគឺដើម្បីប្រម៉ូទតំបន់នេះគឺខ្ញុំគិតថាជោគជ័យហើយសូមអ្នកនរគ្នាមកលេងឲ្យបានច្រើនបាទបាយបាយ